ខ្ញុំនឹងនាំអ្នកបង្កើតមាតិកាម្នាក់ទៀតហើយមកទីតាំងដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជានោះគឺអាលីសាភ្នំដែលខ្ញុំនឹងនាំបងអាលីសាឡើងលើកនេះហាគឺជាភ្នំដែលខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាយើងគឺភ្នំអរ៉ាល់ដែលមានកម្ពស់ 1813 ម៉ែត្រយេអូឥឡូវមកឯងដើរតួទៅនារីចំណាប់ចូលបងអាលីសាគឺគាត់ពិតជាទទួលបានជោគជ័យនៅក្នុងការឡើងទៅដល់លើកំពូលភ្នំអរ៉ាល់ពិតមែនប៉ុន្តែនៅតាមផ្លូវគាត់ក៏ជួបនៅរឿងរ៉ាវឧបសគ្គច្រើនដែរចាំដឹងថាបងអាលីសានឹងជួបរឿងរ៉ាវអីគេខ្លះនៅភ្នំអរ៉ាល់នេះតោះទៅតាមដានទស្សនាទាំងអស់គ្នា Let's go សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅលើទឹកដីនៃស្រុកអរ៉ាល់គឺសហគមន៍ទេសចរធម្មជាតិស្រែកិនអញ្ចឹងមកអរ៉ាល់ដឹងថាទៅណាត្រូវទេអញ្ចឹងយើងស្វាគមន៍ភ្ញៀវកិត្តិយសរបស់យើងទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នានឹងឯងជំរាបសួរបងជំរាបសួរគេអីទៀតយកមិញគេឡើងហើយយើងញ៉ាំបាយហើយឥឡូវរៀបទៅហីនៅជំរាបសួរម្ដងទៀតអញ្ចឹងអ្នកនរគ្នាភ្ញៀវកិត្តិយសរបស់ខ្ញុំលើកនេះគឺបងអាលីសាហើយខ្ញុំនឹងនាំគាត់ទៅទីតាំងទេសចរដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាយើងយេអញ្ចឹងយើងកុំឲ្យខាប់ពេលយូរយើងទៅទាំងអស់គ្នា Let's go នេះគឺជាលើកទី1របស់បងលីសានៅក្នុងការធ្វើដំណើរឡើងភ្នំអរ៉ាល់អញ្ចឹងតើអត់ទាន់ដឹងថាតើស្ថានភាពរបស់គាត់មិនទេតែបើពីគាត់ប្រាប់ថាឡើងភ្នំក្នុងសាពិបាកសម្រាប់គាត់ហើយអញ្ចឹងទៅខ្ញុំគិតថាប្រហែលជាលើកនេះយើងអាចមាន challenge ច្រើនសម្រាប់បងអាលីសាអញ្ចឹងអ្នកនរគ្នាចាំមើលថាតើបងអាលីសាគាត់ឡើងទៅដល់លើកំពូលភ្នំអរ៉ាល់បានដែរអត់យើងចាំតែដើរទស្សនាទាំងអស់គ្នាដំបូងគាត់ប្រាប់ថាត្រូវជិះម៉ូតូទៅជើងភ្នំខ្ញុំស្មានតែផ្លូវកឡុកធម្មតាមានណាជិះបានមួយផ្លែតផ្លូវមិនធម្មតារបស់គេផុកកប់ម៉ូតូហ្មងចាចេញដំណើរបាន5នាទីគឺថាអ៊ីអូតែចង់ហើចេញពីម៉ូតូអ្នកគ្នានិយាយទៅនៅតាមផ្លូវខ្ញុំសើចរហូតខ្ញុំលឺទៅសលេងបងអាលីសាគាត់ស្រែកចុះស្រែកឡើងព្រោះគាត់ឈៀលហើយគាត់សុវ័យចិត្តជាមួយនឹងផ្លូវអញ្ចឹងហើយជិះបានបន្តិចបងប្អូនណាខ្ញុំទៅហួសបាតតស្រាប់តែម៉ូតូបងអាលីសាជាប់ផុកបាត់ហើយគាត់ចុះពីលើម៉ូតូនឹងដួលតំណែងនិយាយទៅគឺថាខ្ញុំមើលតាមវីដេអូនេះល្អសើចខ្លាំងមែនតើហ្មងម៉េចហើយបងអាលីសាអូយអ្នកនរគ្នាអែមខ្លាំងហ្មងលើខ្ជូតចេញទៀតទៅនេះយេទីបំផុតយើងបានមកដល់ហើយឆ្លងផុតតាមគាត់ទី1គឺមានចការកប់ផុកចាឥឡូវនេះគឺយើងបានមកដល់ទីតាំងវត្តដែលនៅជើងភ្នំហើយយើងក៏បន្តដំណើរឡើងទៅលើភ្នំតែម្ដងយេតោះឥឡូវនេះបន្ទាប់ពីយើងជិះម៉ូតូចាឆ្លងកាត់ឧបសគ្គហើយយើងត្រូវឡើងបន្តដំណើរដោយថ្មើរជើងបន្តទៀតចាបន្តិចទៀតគឺយើងនឹងឡើងទៅដល់ខាងលើនោះហើយអ្នកនរគ្នាចាអត់មានបន្តិចទៀតទេបងអើយគឺថាយ៉ាងតិចក៏ប្រើពេល10ម៉ោងដែរដែលយើងអាចឡើងទៅដល់លើកំពូលភ្នំហ្នឹងខ្ជឿអញ្ចឹងដែរទៅដល់ហើយគេបងអាលីសាត្រៀមខ្លួនហើយយេដំណើរកំសាន្តហ្នឹងឯងខ្ញុំនឹងនាំមកឯងទៅញ៉ាំកន្លែងដែលខ្ពស់ជាងគេទៅគេងកន្លែងដែលខ្ពស់ជាងគេមកសុកខ្មែរហ្មងអែមហួសអញ្ចឹងឥឡូវហ្នឹងគឺយើងចាប់ផ្ដើមដើរចូលព្រៃណាបងប្អូនណាគ្នានេះឡងរុស័យជាមួយនឹងហ្មងណាមើលទៅបងអាលីសាគាត់សប្បាយចិត្តមែនតើបងប្អូនណាគ្នាចង់ដឹងថាគាត់ឃើញអីខ្លះអត់យើងបានឃើញនៅរុក្ខជាតិព្រៃប្លែកច្រើនដែលយើងចង់និយាយថាប្លែកហ្មងណាឥឡូវខ្ញុំមានបេសកកម្មមួយគឺរាប់អូថាតើពីជើងភ្នំមិញទៅដល់ដំណាក់ទី1យើងមានអូប្រមាណឥឡូវខ្ញុំឆ្លងបានអូ4ណាអូនេះមានថ្មមានអីនេះអាចលេងទឹកបានខ្ញុំមានអារម្មណ៍ថាលើកនេះគឺដើរលឿនខ្លាំងមែនតើមួយផ្លែតគឺយើងដល់ដំណាក់ទី1បានយេឥឡូវនេះយើងបានមកដល់ដំណាក់ទី1ហើយទៅដំណាក់ទី1ណាអូខេឥឡូវយើងញ៉ាំបាយហើយគេដើរមួយថ្ងៃស្នាដៃឆែបនារីចល័តចោមិនឆែបណាឆែបមិនមែនតែហ្មងអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺយើងបានញ៉ាំបាយហើយយើងនឹងធ្វើដំណើរចេញពី
ដំណាក់ទី1នេះឡើងទៅដំណាក់ទី2ដែលជាកន្លែងដែលយើងគេងយប់ហ្នឹង អូខេ ហើយពីចម្ងាយពីនេះទៅហ្នឹងយើងត្រូវចំណាយពេលច្រើនម៉ោងដែរប៉ុន្តែបើសិនជាចម្ងាយវាប្រហែលជា3គីឡូកន្លះ អូខេ តោះ 3គីឡូកន្លះទៀត បានរៀងចោតតិចអូខេស៊ូយេ តោះអ្នកគ្នាឡើងទៅតំណែងទី2ដើម្បីបោះតង់គេងមិនហើយបងអូខេ បាយហើយមិនវិញមានកម្លាំង ឥឡូវ នៅសល់50%ងាប់អត់លឿនមែនបងបានដឹងហើយកាលពីវគ្គមុនគឺយើងឡើងទៅតំបន់វាធំហើយគឺភ្ញៀវកិត្តិយសរបស់យើងក៏ជួបរឿងមិនធម្មតាដែរនិយាយទៅគឺថាពិតជាតំបន់ដែលឆ្ងាយមែនតែឥឡូវគឺវគ្គនេះយើងនាំភ្ញៀវកិត្តិយសឡើងមកតំបន់ដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាអ្នកគ្នាចង់បានអ្នកបង្កើតមាតិកាណាទៀតចូលខមមិនមកខ្ញុំហៅមកឡើងភ្នំឥឡូវហ្នឹងគឺភ្លៀងហើយបងប្អូនអរគ្នាតែភ្លៀងអញ្ចឹងល្អវិញព្រោះថាវាជួយយើងបានច្រើនអត់ក្តៅវាគ្រាន់ថាវាអាចល្អប៉ុន្តែយើងព្យាយាមប្រុងប្រយ័ត្នហើយយើងដើរបានលឿនតែសារតែអត់សូវក្តៅហប់អញ្ចឹងទៅមានខ្យល់មានភ្លៀងកន្លែងខ្សែពួរនេះណាมันល្បីបងប្អូនហើយនៅអារ៉ានេះហាគឺថាកន្លែងនឹងពិបាកជាងគេហើយព្រោះថាវាចោតខ្លាំងហើយបើសិនជាយើងដើរពេលអត់មានភ្លៀងទៀតគឺថាក្តៅឡងថាចង់ឆេះក្បាលហ្មងអញ្ចឹងទៅរៀងពិបាកមែនតើនៅហ្នឹងណាហើយស្នាងពួកខ្ញុំដែរចំពេលហ្នឹងគឺថាភ្លៀងមកកលៈហ្នឹងតែម្ដងយើងដើរលឿនហើយអត់សូវហត់អត់សូវឈប់ទៀតអញ្ចឹងអរគុណភ្លៀងមែនតើគ្រាន់ថាខ្ញុំភ្លេចទូរស័ព្ទនៅកប៉ៅចង្កេះខ្ញុំហ្នឹងបងប្អូនដល់ពេលដកមកទៅទឹកជោកតែមិនអី Oppo A6 Pro គឺមាន IP69 ណាធន់ទឹកធន់ធ្លាក់ហ្មងខ្ញុំតម្លាក់អស់ហើយហើយចង់នៅថាបាយអត់យូរហើយចាំពេលហ្នឹងមួយអត់អីទេមើលទៅស្មមើលដាក់ឯណាណៃមើលអត់អីវ៉ាវnóប្រើបានធម្មតានេះហ៎ថាឆ្កូតមិនតិចក៏អត់មានដែរនេះហើយឆ្មោះនេះថ្មតម្លាក់ចំមិញវាសុទ្ធតែភុះហ្មងអូយនិយាយទៅអ្នកនរគ្នា Oppo A6 Pro នេះគឺធន់មែនតើហ្មងធ្លាក់លើថ្មអ្នកនរគ្នានិយាយទៅយើងមិនទិញទូរស័ព្ទយកបោកលេងទេប៉ុន្តែគ្រាន់តែធ្វើតេស្តកម្រិតភាពធន់ឲ្យអ្នកនរគ្នាមើលថាតើពួកខ្ញុំដើរភ្នំធម្មតាអ្នកដើរភ្នំគឺតែងតែជួបហើយធ្លាក់ទូរស័ព្ទឬក៏ដួលទៅឆ្កូតលើថ្មប៉ះលើថ្មប៉ុន្តែ A6 Pro នេះគឺអាចធ្វើបានវ៉ាវលុយតែបើខ្ញុំតម្លាក់មួយដែរធ្លាក់ណាធ្លាក់ទេមែនណាធ្លាក់លើថ្មធ្លាក់បែកអត់សងណាអត់មានបែកទេត្រូវតែណាអូខេ1 2 3កន្លែងនេះទូរស័ព្ទទៅកិច្ចលើថ្មលឺសុទ្ធតែភុះហ្មងអ្នកគ្នាមិនលឺទៅនៅលើថ្មនេះហ្មងនេះអូខេគឺអត់មានបែកអីទាំងអស់ណាលុយណាអានេះត្រូវទឹកពេលអូសវាអត់ទៀតណា waterproof ចង់និយាយថាវាមានអាកម្រិត IP69 ណាអញ្ចឹងធន់នឹងទឹកធន់នឹងធ្លាក់និយាយទៅគឺ best ហ្មងនេះលឺថ្មមិញណាគ្នាលឺសូរសលេងលឺសូរឡងភុះហើយបើថាទូរស័ព្ទធម្មតាវិញណាដាក់ទៅចូលជាងហើយបាយឡាយសិនធីហើយតាឥឡូវហ្នឹងគឺយើងត្រូវបន្តដំណើរទៅមុខទៀតហើយបងប្អូនហើយភ្លៀងខ្លាំងក៏ល្អដែរបងប្អូនអរគ្នាមើលតាពីក្រោយខ្ញុំក៏ដឹងថាផ្លូវនេះចោតដែរហើយតែពេលភ្លៀងអញ្ចឹងទៅទឹកហូរហ្នឹងវាច្រោះដីមកតាមពីលើមកហូរលើផ្លូវហ្នឹងល្អក៏ល្អហើយបងលីសាវិញគឺគាត់ដើរផងខ្សែហូរផងសុបាយមែនតើហ្មងមើលទៅតែមិនដឹងថាសុបាយសើចហ្នឹងដោយសារតែភ័យឬក៏សុបាយពិតប្រាកដចេញពីចិត្តទេចឹងបងប្អូនអរគ្នាធ្វើដំណើរខែភ្លៀងធ្លាក់នឹងទៅភ្នំអីគឺព្យាយាមប្រុងប្រយ័ត្នមែនតើបើសិនជាអត់សូវស្គាល់ទេកុំប្រហែសអសោះហើយនេះកន្លែងតាមផ្លូវនេះគឺអត់អីទេចឹងទៅគ្រាន់តែវាអាចល្អយើងព្យាយាមប្រុងប្រយ័ត្នទៅលើថ្មដែលវាអត់សូវជាប់ចឹងទៅដល់វគ្គនេះគឺយើងត្រូវតោងខ្សែពួរឡើងមែនតើដោយសារយើងឡើងចោតហ្មងណាវ៉ានិយាយទៅ trip នេះឈៀសុំទៅហៅមកមួយលេងហើយមកអត់បែរ trip បងលេងវិញគឺពិបាកញាក់សាច់ប៉ុន្តែអាចទៅទៀតបាន
Vậy bị tha nhung với nhau cứ tha chiêu mình tên bông bông này phụ nhóm cho chất phliêng ở đào phnom miêm phliêng cứ tha sờ bài chất sờ bài on này bên tay còn thàn nật bông lý giá ti phụ này cứ chỉ lược tivi để quạt lang phnom hai lược tivi này cứ tha lang phnom mà ra tiền dân ban mà đo cái lại rong trăm hai ở toàn đo cái lại để dân trâu bắt ăn dụng y tế bên tay dân nó dân chật đa lại nó dân ti cái lại chụp chơi bà dân cứ nơi lược chụp bôi nữa thôi nhạt mới hay làm cái này gì đó kia lời này dân đo kilo ti mùi hai nơi so 6 kilo tiết dân nâng tự đo cầm pu nôm đại khu chinh kỳ cho là đây sự hiệpแต่เลยนี่คือทางอักษรมันแตนแกดักนี่โอ้ปันน้ำไหมเนี่ยนี่มันนึงนี่คือเชิดkhông mình tan á bông hồi nọ này là lợi dân man mà đo cái lỗ tivi ấy hơi giờ búa cứ bông bùa nói sai sập pì trắng pi khó mà đo cái lỗ ní cứ dân đao sờ đọc ban bông mùi cái lỗ chiên trắng dân nơi tài mà cái lỗ cái lại tiệt tế nâng đo ti tăng này dân thật bọt to ngày hay giờ lấy cứ màu 7 trắng và 2 tông màu đi con màu cái lại tiền ok let's go giờ đó lấy ní rồi lên ai nè bón luôn mà đây pi cái lỗ tivi ní tơ bông bò nọ kia cu sờ bố nơi chi vẽ trồng rau plai mình tên đôi chip sắt rốt của chiết ấy xem bộ slide ấy để đó nó lượt mò lượt đàm chơi đại ngọm nữa cứ ăn mình tên hay nhom có ban yok Oppo A6 Pro nữa mà thọt ruột hay nhưng mà đắc smart này bông bò nọ kia đắc smart hay tu sắp thầm ta lấy pi hồi chiêng nó ngáp mình tay ai thọt thuộc ban chẳng ôi vậy mà nó bông bò nọ kia hay năm mua Oppo A6 Pro này cứ ở ban đào tơ lơ hụt thọt tệ còn hay hụt thọt cứ thọt mà do chỉ ca phở phè ban á bọn ta đọc về những trái thọt trái tơi ăn mình tên món á ở lại màu ở pram chà dương tập tại mặt đo đầm nạ tivi tế về đài mặt đo cứ tha sờ bài chật môi tia ta bóng vào nó này ban chụp mùi bong để qua thưa đầm na lang phnom mà ra ní tam dạ video bảo nhồng thọ rút chụp mùi năng từ sập Oppo series mày cha ôi thế này sao rồi anh em là vậy đa về để hot hai đầu về một đó khơi từ dòng việc ăn vậy tư lẹ cái nạ tha ca prăng pray mà dương nó viên lẹ cái nạ tha việc bàn đó chụp cháy chẳng to này nó tên là nó còn vật ra ơi sai chứ ok chân dương mơ dân ca to su ốp sạc bao dương lang mà đó chụp mạch ní cứ tha mình khẩu ẩm nón ấy nè hai sầm khăn tháng ngày nâng cứ tháng ngày lịch áp hai mong sầm bong Alisa ôi vậy tới cụ đôi chỉ ca of Osato quặn chân và to pì mơ tháng ngày lệ hai dương hiệp trăm tang ai hai nó dương ban non khi ngu tắc đầm bầy sao và hà bầy dốc hai côi vậy khi đi lên ăn marshmallow nhắm và to mắt có châu kênh của mình nè hiện ở cái làng đài này Good morning អ្នកនរគ្នាចាយុគមិញគឺយើងគេងនៅក្នុងតង់បែបនេះហើយឥឡូវនេះកំពុងមេឃកំពុងតែភ្លៀងតក់តិចចឹងណានិយាយទៅគេងស្ដាប់សំឡេងទឹកភ្លៀងស្ដាប់សំឡេងសត្វយំនិយាយទៅគឺបរិយាកាសប្លែកមែនតើហើយព្រឹកនេះគឺយើងនឹងបន្តដើរឡើងទៅកំពូលភ្នំអារ៉ាល់ចឹងចាំតាមដានអ្នកនរគ្នាថាតើទេសភាពបែបណាឥឡូវហ្នឹងពួកយើងកំពុងញ៉ាំបាយពេលព្រឹកមានជាមួយនឹងសាច់ព្រឹកជាងតែប៉ុណ្ណឹងអូខេបងប្អូនអ្នកគ្នាខ្ញុំហើយនឹងកាយគឺរួចរាល់ហើយនៅចាំបងលីសាហើយនឹងបងប្រុសគាត់ត្រូវទៅដែរនិយាយទៅគាត់ចុះទៅបន្ទប់ទឹកឲ្យហើយខ្ញុំថាកាយរងចាំហើយខ្ញុំទៅគាត់សិននៅលើដំណាក់ទី2នេះដោយបងប្អូនបានដឹងចឹងអត់មានសេវាទេប៉ុន្តែខ្ញុំនឹងខលទៅគាត់សាច់មីនេះទៅក៏អត់លឺដែរបងអើយគ្រាន់តែលឺសលេងភ្លៀងធ្លាក់ហ្នឹងក៏ខ្លាំងដែរជាមួយខ្ញុំចាស់ហូចឹងខ្ញុំទេតាមរយៈ Oppo A6 Pro ហើយប្រើ function recalling តែទៅមិនចាំបាច់ត្រូវការមានសេវាជួយជាប់នេះទៅឃើញទេ
តែតើ offer Oppo អាចទេជាមួយគ្នាបានទេអាឡូបងពួកខ្ញុំរៀបចំហើយណាជីងទៅហើយហើយហើយណៃអូខេមុននឹងបងចូលតុកតាក់ស៊ីដែរឥឡូវបងឡើងទៅវិញអូនអូខេពួកខ្ញុំចាំអញ្ចឹងកុំឲ្យ let មកអូខេបាយបងអូខេអ្នកគ្នាអញ្ចឹងខ្ញុំបានទេមួយបងលីសាហើយនិយាយទៅគឺនៅពេលដែលយើងប្រើ Oppo អាចជាប់ជាមួយនឹង Beacon Link ដោយមិនបាច់ត្រូវការអ៊ីនធឺណិតមិនបាច់ត្រូវការសេវាអាចទេអស់គ្នាបានដោយឯកូនអញ្ចឹងលយមែនតើពេលដែលយើងដើរភ្នំមិនដែរបងលីសាព្រាមខ្លួនហើយនៅហើយសប្បាយចិត្តអត់ពេលយើងទៅកន្លែងទីខ្ពស់ជាងគេក្នុងប្រទេសយើងសប្បាយចិត្តខ្លាំងតែម្ដងក៏វត្តបងប្អូនអរគ្នាយប់ទី2នេះយើងត្រូវទៅគេងនៅកន្លែងដែលខ្ពស់ហ្នឹងហ្មងនៅកំពូលភ្នំខ្ជរនៅភ្នំអារ៉ាហ្នឹងណាប៉ុន្តែដោយសារតែមើលទៅស្ថានភាពភ្លៀងហើយចឹងទៅខ្ញុំខ្លាចបងអាលីសាពិបាកព្រោះតិចអស់ចឹងយើងអត់ challenge ទេអត់ដូចការ trip ទៅមួយបងមិនលេងវគ្គមុនទេបងប្អូន challenge ណាអញ្ចឹងយើងសុកដើរឡើងទៅហើយចាំចុះមកគេងនៅតំណទី2នេះវិញអញ្ចឹងបងប្អូនក៏ដូចគ្នាបើសិនជាឃើញមើលទៅរដូវភ្លៀងធ្លាក់បងប្អូនមកគេងនៅក្រោមនោះក៏បានដែរនៅនោះវាអាចគេងបានតែល្ងាល្ងាអញ្ចឹងចង់អង្គុយនិយាយលេងមួយគ្នាអីក៏ពិបាកដែរអត់ស្រួយបងប្អូនសិតកាឡាសិតបន្លាអូសិតបន្លាអូប្លែកមែនទេនេះចាំខ្ញុំចូលថតឲ្យមើលបងប្អូនអរគ្នានៅលើកំពូលភ្នំអារ៉ាក៏ដូចជាតាមផ្លូវទៅកំពូលអារ៉ាគឺថាមានរុក្ខជាតិក៏ដូចជាសត្វសាឡាផ្លែមែនតើជាពិសេសតំបន់អារ៉ាគឺជាទីតាំងមួយដែលស័ក្តិសមមែនតើសម្រាប់បងប្អូនមកស្គាល់អីដែលថ្មីហើយបងលីសាត្រូវតាំងពីម្សិលមិញគឺថាឆ្លេងឆ្លាពេញព្រៃតែម្ដងយេយើងកំពុងតែនៅកម្ពស់1249ម៉ែត្រឡើងដូចក្នុងរឿងព្រេងនិទានគ្រាន់តែបងអាលីសានិយាយថាឡើងដូចក្នុងរឿងព្រេងនិទានភ្លាមគឺថាកើតចេញម្នាងចេញមកភ្លាមតែម្ដងតួអង្គម្នាងនេះគឺថាកាន់ចង្គៀងដើរក្នុងព្រៃអីអញ្ចឹងណាតែស្ដាយដែរអ្នកគ្នាអត់មានអាប់ឲ្យខ្ញុំបានប្រើ Oppo A6 Pro នឹងថតរូបឲ្យគាត់ទៀតនិយាយពីថាស្អាតមែនតើហ្មងបងប្អូនអូយរូបស្អាតណាចង់និយាយថាពេលដែលយើងរៀងហត់អីអញ្ចឹងយើងមើលរូបទៅយើងឃើញរូបយើងស្អាតយើងមានកម្លាំងចិត្តអូ my god អូយអូខេអរគុណនិយាយទៅគឺថារូបថតស្អាតគឺជាកម្លាំងចិត្តរបស់បងអាលីសានឹងតែម្ដងហើយបើខ្ញុំវិញកាន់តែឡើងភ្នំកាន់តែច្រើនខ្ញុំកាន់តែមានកម្លាំងចិត្តហ្មងអូយនិយាយមែនណាបងប្អូនអូយបងប្អូនស្អាតអូយស្អាតខ្លាំងណាស់អូយនិយាយទៅគឺបាត់ហត់និយាយទៅការខិតខំប្រឹងប្រែងរបស់យើងគឺពិតជាមិនខុសអំណងមែនដែលឡើងមកដល់នេះហ៎ខ្ញុំទៅសារបងអាលីសាមួយទៀតដល់បងប្អូនអរគ្នាអូយនិយាយពីថាហត់ហើយដាក់រ៉ូបឆ្លៀតដាក់អីវ៉ាន់យកមកថតទៀតហើយតោះស្រឡាញ់ណាចឹងខ្ញុំជឿហើយថាការស្រឡាញ់ហ្នឹងគឺពិតជាមានឥទ្ធិពលខ្លាំងហ្មងតន់រាងកាយយើងនៅមួមមួនយើងឡើងភ្នំមកហើយតែយើងចាស់ទៅហ្នឹងបាទមានលុយឡើងភ្នំអត់កើតទេជឿខ្ញុំបងប្អូនវ៉ានេះឥឡូវយើងចូលមកដល់តំបន់ព្រៃដើមឈើអវតានេះអ្នកដល់ឃើញអត់នៅខ្វះតែប្រហែលជា300ម៉ែត្រទេគឺយើងនឹងទៅដល់កំពូលភ្នំអារ៉ាល់ដែលខ្ពស់ជាងគេមានកម្ពស់1813ម៉ែត្រហើយនេះគឺទេសភាពតាមផ្លូវនេះមើលដើមឈើមួយគឺបែបស្លែហើយតិចទៀតនៅលើកំពូលភ្នំនឹងមានដើមឈើមួយគេហៅថាដើមឈើអវតាបងដើមហ្នឹងមិនមែនដើមឈើអវតាអូធំណាស់នេះគេឲ្យរហស្សនាមថាដើមឈើអវតាតោះយើងអ្នកគ្នាបងអាលីសាធ្វើបានហើយអូខេបងប្អូនអ្នកគ្នាមីសិនរបស់បងលីសាគាត់ជោគជ័យក៏ខ្ញុំជោគជ័យដែរព្រោះថាខ្ញុំបាននិយាយថាខ្ញុំនឹងនាំគាត់មកដល់លើភ្នំអារ៉ាល់ឥឡូវគាត់បានមកដល់ហើយអញ្ចឹងយើងជោគជ័យទាំងអស់គ្នាយេអរគុណសាទរបងអាលីសាយេជោគជ័យហើយមានរំលឹកជោគមិននឹកស្មានថាខ្លួនឯងអាចធ្វើបានណាអ្នក
អស់គ្នានិយាយទៅយើងឆ្លងកាត់ឧបសគ្គមកច្រើនខ្លាំងមែនតើហើយទីបំផុតខ្ញុំបានមកដល់កំពូលភ្នំអារ៉ាដែលជាភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជាមានអីផ្ដាំញ៉ាត់ទៅអ្នកមើលបងហ៎បងប្អូននិយាយទៅខ្ញុំអាចឡើងមកដល់ហើយអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំជឿថាអាចឡើងបានដូចខ្ញុំដែរអញ្ចឹងយើងគួរតែមកលេងទាំងអស់គ្នាដោយសារតែជាភ្នំរបស់ប្រទេសកម្ពុជាយើងហើយយើងបានឃើញជីវៈចម្រុះប្លែកៗស្អាតខ្លាំងមែនតើហើយយកទៅគឺខ្ញុំឃើញមួយឯងបន្តិចហូរបន្តិចសុបាយមួយឯងឃើញរបស់ផ្លែផ្លែចានិយាយមកឥឡូវយើងទៅកន្លែងដែរជាសញ្ញាឈើរបស់នំអារ៉ាតែម្ដងអូខេនេះបងប្អូនណាមើលដល់ចំណុចមួយនេះហាសូមចូលរួមចូល comment អបអរសាទរដល់បងអលីសាដែលបានធ្វើបានសម្រាប់ផងណាអញ្ចឹងមកដល់លើនេះគឺយើងមានអីច្រើនទេយើងញ៉ាំបាយថ្ងៃបន្ទាប់មកសម្រាប់គេងអញ្ចឹងទៅហើយលេងអ៊ីនធឺណិតអ្នកនរគ្នានៅលើហ្នឹងគឺ Oppo A6 Pro មានអ៊ីនធឺណិតទៀតណាអញ្ចឹងយើងក៏បានលេងអ៊ីនធឺណិតផងផ្ញើសារទៅប្រាប់អ្នកផ្ទះផងថាយើងដល់ណាហើយបន្ទាប់មកទៀតយើងក៏បានចុះមកខាងក្រៅវិញប៉ុន្តែយើងចុះតាមផ្លូវយន្តហោះធ្លាក់អញ្ចឹងបងប្អូនអ្នកគ្នាកន្លែងនេះគឺជាកន្លែងមួយដែលគេអាសាមកមិនអាសាមកគឺ master តែគ្រប់គ្នានៅពេលដែលគេឡើងមកភ្នំអារ៉ានេះអ្នកទាំងអស់គ្នាចង់ទៅកន្លែងនឹងមុនក៏បានឬក៏ចង់ចុះមកពីលើភ្នំអារ៉ាវិញចាំចូលនឹងក៏បានដែរព្រោះផ្លូវវាបែកស្ញែកពីផ្លូវដើមបន្តិចទេអញ្ចឹងពួកខ្ញុំក៏បានបញ្ញាប់នាំគ្នាចុះមកខាងក្រោមវិញដោយសារតែអត់ចង់ដើរព្រៃយប់អញ្ចឹងណាអញ្ចឹងពេលដែលយើងចុះមកដល់ខាងក្រោមវិញហ្នឹងគឺតន់ថ្ងៃលិចល្មមបងប្អូនអើយគឺស្អាតខ្លាំងមែនតើនិយាយទៅ2ថ្ងៃហ្នឹងគឺថ្ងៃលិចអេមហ្មងអ្នកគ្នាយកបានមកវិញហើយថ្ងៃលិចស្អាតទៀតអ្នកគ្នាបងប្អូនអ្នកគ្នាឥឡូវហ្នឹងគឺម៉ោង 8 កន្លះហើយពួកយើងទៅតែបានញ៉ាំបាយទេអញ្ចឹងទៅពេញមួយថ្ងៃគឺយើងហត់ដល់លេងថតរូបនៅខាងលើហ្នឹងគឺថាជួបជាមួយនឹងទស្សនវិជ្ជាដែលលក្ខណៈថារុក្ខជាតិថ្មីមែនតើខ្ញុំបានជួបរុក្ខជាតិមួយថ្មីប៉ុន្តែបងវិញបានជួបរុក្ខជាតិច្រើនណាស់ជឿឯនេះអ្នកគ្នានិយាយទៅគឺសម្រាប់ខ្ញុំរុក្ខជាតិសិតតែថ្មីទាំងអស់ហ្មងអត់ដែលបានឃើញទេអញ្ចឹងបើខ្ញុំវិញខ្ញុំថតបានជីវៈចម្រុះច្រើនស្អាតខ្លាំងមែនតើនេះទីតហើយនឹងស្រីស្អាតចុងក្រោយគេទីតពនាងនៅក្នុងព្រៃអញ្ចឹងសរុបមក3ថ្ងៃតែយើងឡើងភ្នំស្អែកមួយថ្ងៃទៀតប៉ុន្តែអ្នកនរគ្នាប្រើទេ big calling ផងថតរូបផងលេងអ៊ីនធឺណិតផងថ្មខ្ញុំឥឡូវនៅសល់ 62% ទំហំថ្មគឺធំមែនតើបងប្អូនអ្នកគ្នារហូតទៅដល់ 7000 មីលីអាំពែនិយាយទៅគឺដើរព្រៃត្រឹម3ថ្ងៃអីមិនបាច់ដាក់ power bank តាមក៏បានដែរសំខាន់ណាពេលសាក់ថ្ម fast charge 80 វ៉ាត់ទៀតរូបរាងគេវិញណាគឺ design ចេញមកទាន់សម័យហ្មងបងប្អូនហើយស្រាវទូចខ្លឹមមានពីរពណ៌ផ្កាឈូកជាមួយនឹងពណ៌ខៀវទឹកបិចហើយបើនិយាយពី screen វិញគឺជាប្រភេទអេក្រង់ AMOLED គូច្បាស់ហ្មងបងប្អូនពណ៌ក៏ដិតស្អាតហើយលក្ខណៈថាsmooth ល្អទៀតលេងហ្គេមលេងអីក៏អេមដែរអញ្ចឹងយើងក៏បាននាំគ្នាញ៉ាំបាយរួចរាល់យើងឆាត់ចូលសម្រាប់ដើម្បីត្រៀមកម្លាំងចុះទៅខាងក្រោមវិញនៅក្នុងថ្ងៃស្អែកក៏ប៉ុន្តែបងប្អូននៅអារ៉ាគឺមានកន្លែងទៅដើរលេងច្រើនទៀតដូចជានៅតំណទី2ហ្នឹងយើងដើរប្រហែលជា1គីឡូអីជាង72គីឡូហ្នឹងគឺយើងបានទៅដល់ទឹកធ្លាក់មួយដែលមានឈ្មោះថាទឹកធ្លាក់ពីមគូតែពួកខ្ញុំអត់បាននាំបងអាលីសាទៅទេដោយសារតែឃើញគាត់អស់កម្លាំងអស់ជើងហើយអញ្ចឹងទៅក៏គិតថាឲ្យគាត់សន្សំកម្លាំងដើម្បីចុះទៅខាងក្រោមវិញហ្មងទៅអញ្ចឹងយើងអត់បានទៅទឹកធ្លាក់ព្រាមគូទេអូខេឥឡូវហ្នឹងគឺដល់វគ្គបញ្ចប់ចុងក្រោយហើយគ្រប់វីដេអូរបស់ខ្ញុំទាំងអស់មុននឹងបញ្ចប់គឺខ្ញុំចង់ឲ្យញាតិកិត្តិយសរបស់ខ្ញុំប្រាប់ពីអីដែលគាត់រៀនសូត្របានក៏ដូចជាអានេះគេហៅថា lesson learn ណាបន្ទាប់ពីការឡើងភ្នំឬក៏បន្ទាប់ពីការធ្វើដំណើរមួយនេះជាមួយគ្នាហើយអញ្ចឹងបងលីសាបងឲ្យមានអីនិយាយដែរអត់មេរៀនធំបំផុតដែលខ្ញុំបានរៀនណាគឺការវឹកហាត់ភាពអត់ធ្មត់ហ្នឹងហ្មងដល់ពេលមកដើរឡើងភ្នំខ្ពស់ជាងគេនៅស្រុកខ្មែរយើងចេះបានដឹងខ្ញុំដើរឡើងរឹងជើងឆ្កឺតបជាលែងចង់ទៅមុខឯណាប៉ុន្តែពេលហ្នឹងគឺខ្ញុំអត់ធ្មត់ហើយខ្ញុំទាញការតាំងចិត្តចេញពីខាងក្នុងបាទខ្ញុំអាចឆ្លងកាត់ភាពលំបាកមួយនឹងបានណាហើយ
ហើយមេរៀនមួយទៀតណាគឺរៀនពីនារីចល័តចរយើងនឹងហ្មងនៅតាមផ្លូវគឺគាត់បបួលខ្ញុំថតរូបលេងថតសត្វថតរុក្ខជាតិអីប្លែកៗទាំងដែលយើងដឹងថាគោលដៅរបស់យើងគឺយើងត្រូវទៅដល់កំពូលភ្នំអរ៉ាល់ប៉ុន្តែនៅតាមផ្លូវក៏យើង enjoy នៅទេសភាពហើយនឹងដំណើរឆ្ពោះទៅរកគោលដៅមួយនឹងដែរអញ្ចឹងគឺពេលដែលទៅដល់គោលដៅខ្ញុំមានអារម្មណ៍ថាខ្ញុំមានសេចក្តីសុខពេញលេញហ្មងអូយអញ្ចឹងមេរៀនដែលខ្ញុំបានពីមួយ trip នេះគឺខ្ញុំនឹងចងចាំទុកនៅក្នុងចិត្តជានិច្ចហើយខ្ញុំក៏លើកទឹកចិត្តឲ្យបងប្អូនទាំងគ្នាចេញធ្វើនៅអ្វីដែលយើងអត់ធ្លាប់បានធ្វើឬក៏អ្វីដែល challenge ដូចខ្ញុំអញ្ចឹងយើងនឹងបានទទួលនៅមេរៀនដែលថ្មីហើយគឺវាលើកទឹកចិត្តនៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃទៀតសម្រាប់ខ្ញុំវិញដោយសារតែខ្ញុំជាអ្នកឡើងភ្នំរហូតដែរអញ្ចឹងការឡើងភ្នំគឺវារៀងធម្មតាសម្រាប់ខ្ញុំដែរទោះតែខ្ញុំទៅភ្នំថ្មីអញ្ចឹងណាមួយវិញទៀតខ្ញុំបានឃើញពីការតាំងចិត្តរបស់នារីម្នាក់ដែលមានរូបរាងដ៏ស្រស់ស្អាតចរិតខ្ជូត slot boat ហើយលក្ខណៈថាបទពិសោធន៍របស់គាត់គឺអត់មានច្រើនតែទៅជាមួយការឡើងភ្នំទេប៉ុន្តែរឿងមួយដែលធំដែលខ្ញុំឃើញថាគាត់មានហ្នឹងគឺការតាំងចិត្តរបស់គាត់នឹងឯងនិយាយទៅមិនថាភ្លៀងពិបាកល្អឬក៏ក្តៅហត់ហេវអីមិនទេតង់លិចទឹកឬក៏ជ្រាបទឹកអីទេគឺថាគាត់មានការតាំងចិត្តមួយថាគាត់នឹងធ្វើឲ្យបានអញ្ចឹងគឺអបអរសាទរដល់បងអាលីសានៅតែនិយាយទៅដែរការឡើងភ្នំវាដូចជាមិនពិបាកខ្លាំងអីណាស់ណាទេប៉ុន្តែការតាំងចិត្តគឺជាកត្តាមួយដែលសំខាន់មែនទែននៅក្នុងការសម្រេចនៅការឡើងភ្នំហ្នឹងអរគុណបងប្អូនអរគ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយខ្ញុំក៏ចង់សួរបងប្អូនដែរថាតើបងប្អូនបានរៀនសូត្រអ្វីខ្លះពីដំណើរកំសាន្តក៏ដូចជាវីដេអូរបស់ពួកខ្ញុំនេះអាចចូល comment ខាងក្រោមបានណាហើយបើសិនជាបងប្អូនអរគ្នាមានបំណងនៅក្នុងការចូល team Oppo A6 Pro នេះណាអាចធ្វើការទិញបានព្រោះថា Oppo A6 Pro ឥឡូវហ្នឹងគឺមានលក់គ្រប់ទីតាំងលក់ទូរស័ព្ទទាំងអស់តែម្ដងជួបគ្នានៅវីដេអូក្រោយទៅកន្លែងផ្សេងទៀតជាមួយខ្ញុំនារីចល័តចរនិងភ្ញៀវកិត្តិយសបន្តទៀតណាបាយបាយ